ថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដែលខ្ញុំចង់និយាយអំពីសារៈប្រយោជន៍នៃការគេងអញ្ចឹងមនុស្សយើងម្នាក់អាចនិយាយថាយើងកើតមកពេលវេលាដែលយើងសម្រាកឬក៏គេងលក់ហ្នឹងវាសឹងតែពាក់កណ្ដាលនៃជីវិតរបស់យើងទៅហើយគឺអាចនិយាយថាយើងខ្ជិះខ្ជាយពេលវេលាជាមួយការគេងក៏ថាបានតែបើយើងត្រឡប់ទៅវិទ្យាសាស្ត្រក៏ដូចជាពេទ្យក៏បានណែនាំថាយើងក៏បីមួយថ្ងៃនេះយើងត្រូវគេងឲ្យបាន7 ទៅ 8 ម៉ោងអាហ្នឹងវាល្អសម្រាប់សុខភាពរាងកាយយើងគឺបើសិនជាយើងមិនបានគេងគ្រប់គ្រាន់គឺវាទ្រទ្រង់រាងកាយរបស់យើងអត់បានទេព្រោះខ្ញុំអត់អង្គុយតែមួយយប់គឺខ្ញុំពិបាកក្នុងខ្លួនមែនទែនអាចថាយើងវាអត់អង្គុយទៅយើងវាពិបាកក្នុងខ្លួនណាធីងធំចុះទៅរំមកយើងអត់អង្គុយយើងអត់បានដេក2-3 យប់អាហ្នឹងវាសារពាង្គកាយយើងវាកាន់តែទ្រុឌទ្រោមអាចជំងឺដែលនៅក្នុងខ្លួនយើងក៏វាត្រៀមនឹងវេលុកយើងដែរនៅពេលដែលយើងអត់បានគេងគ្រប់គ្រាន់គឺសារពាង្គកាយយើងទាំងមូលហ្នឹងគឺវាចុះខ្សោយដូច្នេះហើយអាមេរោគកោសិកាជំងឺផ្សេងហ្នឹងវាងាយនឹងវេលុករាងកាយយើងមែនទេដូច្នេះហើយបានជាវិជ្ជាបណ្ឌិតក៏ដូចជាពេទ្យគាត់ណែនាំឲ្យយើងដេកយ៉ាងហោចណាស់ក៏បាន7 ទៅ 8 ម៉ោងនៅក្នុងមួយថ្ងៃដូចរឿងសាមកុកគេស៊ឺម៉ាអ៊ីក៏បាននិយាយទៅកាន់ជូកាលៀងគាត់បាននិយាយថាគេមិនលក់ការងារច្រើនជីវិតរស់មិនបានយូរទេអាហ្នឹងគាត់ប្រាប់ទៅជូកាលៀងនៅពេលដែលជូកាលៀងបខំខ្លួនឯងធ្វើសង្គ្រាមរហូតដល់បានដេកបានពួនអត់បានបាយទឹកទៀតអញ្ចឹងហើយស៊ឺម៉ាអ៊ីគាត់សឹងតែទាយដឹងថាជូកាលៀងគឺរស់មិនបានយូរទេដោយសារអីដោយសារតែគាត់គេអត់បានហើយគាត់ហូបអត់បានទៀតអញ្ចឹងហើយមនុស្សយើងដែលហូបអត់បានគេអត់បានហើយគឺងាយនឹងមានជំងឺដែលចូលមកលុកលុយក្នុងខ្លួនរបស់យើងជាចុងក្រោយគឺខ្ញុំចង់មានសារដាស់តឿនបងប្អូនថាយើងធ្វើម៉េចក៏ដោយគឺយើងត្រូវតែគេងឲ្យបានគ្រប់គ្រាន់ព្រោះការគេងវាសំខាន់ដល់សុខភាពទន្ទឹមនឹងយើងគេងឲ្យបានលក់ស្កប់ស្កល់ហ្នឹងយើងក៏បីកុំគិតច្រើនយើងធម្មតាតែយើងខ្ញុំធ្លាប់ខ្លួនខ្ញុំកាលណាតែយើងគិតច្រើនពេកគឺយើងដេកអត់លក់ទេព្រោះខួរក្បាលយើងវានៅធ្វើការដំណើរការរហូតកាលណាតែខួរក្បាលយើងនៅដំណើរការនៅគិតច្រើនគឺយើងដេកកម្រលក់អានឹងជាបទពិសោធន៍ផ្ទាល់របស់ខ្ញុំដែលខ្ញុំជួបគឺនៅពេលដែលខ្ញុំស្មុគស្មាញក៏ដូចជាគិតច្រើនគឺខ្ញុំពិបាកគេងមែនតើម៉ោង 2 10 ម៉ោង 1អីបានខ្ញុំដេកលក់អញ្ចឹងហើយខ្ញុំចង់ឲ្យបងប្អូនថែរក្សាសុខភាពគេងឲ្យបានច្រើនហូបបាយហូបទឹកឲ្យទៀងទាត់ពេលវេលាអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនអរគ្នាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត